សួស្តីបងប្អូននិស្សិតនេះជាវីដេអូ review មេរៀនមួយសម្រាប់ត្រៀមប្រឡងត្រីមាសរបស់យើងនាពេលខាងមុខបាទយើងបានចូលមកដល់មេរៀនទី4ចឹងក្នុង4មេរៀននេះបាទលោកគ្រូ review ចាប់ពីមេរៀនទី1ដល់សង្ខេបមេរៀនទី1របស់យើងគឺមូលដ្ឋានគ្រឹះនៃសហគ្រិនភាពនិងធុរកិច្ចបង្កើតថ្មីបាទនៅក្នុងហ្នឹងយើងលើកយកពីនិយមន័យនិងសមាសធាតុស្នូលដែលសហគ្រិនភាពវាជាការបង្កើតតម្លៃតាមរយៈនវានុវត្តន៍បាទពាក្យថានវានុវត្តន៍នេះគឺការនាំយកដំណោះស្រាយថ្មី product និង service បាទដែលប្រសើរជាងមុនថោកជាងមុនហើយនឹងលឿនជាងមុនបាទការដោះស្រាយបញ្ហាឲ្យប្រសើរជាងមុនហើយប្រឈមនឹងហានិភ័យហិរញ្ញវត្ថុបាទហើយនៅក្នុងហ្នឹងគឺហានិភ័យដែលសហគ្រិនក៏ត្រូវតែគ្រប់គ្រងវាដោយចេះនៅការប៉ាន់ប្រមាណបាទមិនមែនដែលគេហៅថាការស្មានដោយគ្មានមូលដ្ឋានហើយនៅក្នុងនោះក៏បានទៅពន្យល់ពីអ្វីដែលយើងហៅថាភាពខុសគ្នារវាង start up និង small business ដែលបងស្គាល់ជាទូទៅថា SME ភាពខុសគ្នានេះគឺយើងសំដៅទៅលើគំរូអាជីវកម្មបាទគំរូអាជីវកម្មដែល SME គឺប្រើគំរូដែលគេស្គាល់រួចទៅហើយថាជាការបើកភោជនីយដ្ឋានហើយបើយើងនិយាយពីកំណើនរបស់វាគឺកំណើនថេរហើយមានកម្រិតទៅតាមភូមិសាស្ត្រនៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួនបាទគឺវាខុសពីអ្វីដែលយើងនិយាយពី start up គឺស្វែងរកគំរូអាជីវកម្មបាទគេហៅថា scalable អាចពង្រីកបានលឿនបំផុតដោយប្រើបច្ចេកវិទ្យាហើយនឹង repeatable ដែលយើងហៅថាការធ្វើដែលអាចធ្វើដដែលបានទូទាំងសកលបើយើងលើកឡើងពីផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមបាទបងអូនដឹងហើយថាវាបានចូលរួមបង្កើតបាទការងារណាបងអូនបាទបង្កើតការងារថ្មីជំរុញផលិតផលក្នុងស្រុកសរុបបាទផ្ដល់ដំណោះស្រាយ digital ដែលឆ្លាតវៃហើយនឹងការតាក់ទាញវិនិយោគទុនពីបរទេសចំណែកឯវដ្តជីវិតរបស់ start up គឺឆ្លងកាត់4ដំណាក់កាលដែលយើងហៅថាជាដំណាក់កាលគំនិតបាទទី1ដំណាក់កាលគំនិតហ្នឹងគឺទៅកំណត់បាទបញ្ហាបាទទៅកំណត់បញ្ហាទៅស្វែងរកដំណោះស្រាយនឹងទី1ទី2យើងហៅថា MVP នេះគឺការបញ្ចេញផលិតផលដែលមានមុខងារស្នូលតិចបំផុតដើម្បីគេហៅថារៀនពីអតិថិជនគេហៅថា minimum viable product ទី3បាទយើងនិយាយពី grow ឬក៏យើងហៅថា scaling បាទគឺការចាក់បញ្ចូលទុនដើម្បីវាយលុកទីផ្សារឲ្យបានលឿនទី4យើងហៅថា maturity ឬក៏ exit បាទគឺការលក់ក្រុមហ៊ុនឲ្យអ្នកដទៃបាទឬក៏យើងនិយាយថាចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈដែលគេហៅកាត់ថា IPO ដោយឡែកផ្នត់គំនិតសហគ្រិននេះវាមិនខុសពីអ្វីដែលយើងនិយាយថាមនុស្សម្នាក់ចង់ខ្លាយទៅជាសហគ្រិនក៏ត្រូវមានបាទការចង់ដឹងចង់ឬចង់ចេះលទ្ធភាពសម្របខ្លួនតាមការផ្លាស់ប្ដូរភាពអត់ធ្មត់ចំពោះការបរាជ័យនិងការផ្ដោតលើចក្ខុវិស័យវែងឆ្ងាយជាងផលចំណេញភ្លាមបាទអញ្ចឹងនៅត្រង់ចំណុចនេះវាអាចមាននៅចំណុចច្រើនទៀតដែលបងប្អូនអាចពិចារណាបានណាបងប្អូនបាទ
វាមិនមែនគ្រាន់តែលោកគ្រូនិយាយប៉ុណ្ណឹងហើយយើងហៅថាផ្នត់គំនិតសហគ្រិនវាមានតែប្រមាណចំណុចហ្នឹងទេមេរៀនបន្ទាប់លោកគ្រូលើកយកពីបរិយាកាសបរិយាកាសធុរកិច្ចក្នុងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជារបស់យើងបាទនៅក្នុងនេះយើងលើកឡើងពីរចនាសម្ព័ន្ធសេដ្ឋកិច្ចបាទរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងរបប Digital ដោយសារតែកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលអន្តរកាលបាទសេដ្ឋកិច្ចគឺពឹងផ្អែកទៅលើកម្លាំងពលកម្មទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើបច្ចេកវិទ្យាបាទអញ្ចឹងនៅក្នុងនេះក៏វាមានការយកចិត្តទុកដាក់របស់រដ្ឋាភិបាលគឺដាក់ចេញនៅគោលនយោបាយសេដ្ឋកិច្ច Digital ហើយនៅត្រង់នេះលោកគ្រូធ្លាប់បានលើកយកពីនិយមន័យសេដ្ឋកិច្ច Digital ហ្នឹងដែលលើកឡើងទាំងគោលនយោបាយសេដ្ឋកិច្ច Digital 2021-2035 បាទតែជាឆ្អឹងខ្នងសម្រាប់ Start up ហើយវិស័យសក្តានុពលសម្រាប់ Start up គឺកសិកម្មអប់រំហិរញ្ញវត្ថុនិងអចលនទ្រព្យដែលសុទ្ធតែជាការប្រើបច្ចេកវិទ្យាដើម្បីកែលម្អវិស័យប្រពៃណីបាទហើយយើងក៏លើកឡើងពីឥទ្ធិពលវប្បធម៌កម្ពុជាលើធុរកិច្ចគឺការឲ្យតម្លៃទៅលើភាពចុះសម្រុងបាទដែលយើងនិយាយអំពីជៀសវាងការប៉ះទង្គិចបាទការកសាងទំនាក់ទំនងភាពជាញាតិមិត្តមុនចុះកិច្ចសន្យានិងការគោរពតាមឋានានុក្រមវ័យនិងតួនាទីបាទហើយក្រៅពីនេះខ្ញុំលើកឡើងថាការរស់ស៊ីនៅកម្ពុជាគឺត្រូវការជួបមុខគ្នាការញ៉ាំអាហារការកសាងទំនុកចិត្តបាទគឺ relationship base មុននឹងឈានដល់ការចុះកិច្ចសន្យា power distance ដែលយើងនិយាយពីការគោរពឋានានុក្រមហើយនៅក្នុងនោះក៏លើកពីប្រព័ន្ធ ecology បាទប្រព័ន្ធ ecology ដោយសារតែការជោគជ័យរបស់ start up មែនតើទៅវាមិនមែនតែការចូលរួមពីបុគ្គលម្នាក់ទេប៉ុន្តែមកពីការគ្រប់គ្រងពីស្ថាប័ននិងការចូលរួមបាទពីមជ្ឈដ្ឋាននានាដែលជួយគ្រប់គ្រងនៅក្នុងនោះក៏មាន KE សហគ្រិនខ្មែរដែលជាស្ថាប័នមួយលើកកម្ពស់ក្នុងវិស័យប្រព័ន្ធ ecology ធុរកិច្ចបង្កើតថ្មីហើយនៅក្នុងនោះក៏មានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដែលជួដែលគ្រប់គ្រងផ្នែក technology និង impact hub ដល់បណ្ដាញទំនាក់ទំនងហើយបញ្ហាប្រឈមចម្បងគឺរបាំងនៃបទបញ្ញត្តិដែលស្មុគស្មាញបាទគម្លាតហិរញ្ញប្បទានក្នុងដំណាក់កាលដំបូងនិងការយល់ដឹងផ្នែក digital របស់ប្រជាជននៅមានកម្រិតដោយឡែកនៅក្នុងមេរៀនទី3គឺការបង្កើតគំនិតនិងនវានុវត្តន៍បាទប្រភពនៃគំនិតធុរកិច្ចគឺចាប់ផ្ដើមពីការរកឲ្យឃើញនៅ pain point បាទរបស់អតិថិជនហើយត្រង់ចំណុចនេះលោកគ្រូក៏ធ្លាប់បានបញ្យល់ថា pain point ហ្នឹងគឺយើងសំដៅទៅលើអីឧទាហរណ៍ថាការពិបាកផ្ញើអីវ៉ាន់តាមខេត្តគឺបង្កើតឲ្យមាន start up ដឹកជញ្ជូនបាទអញ្ចឹងនៅក្នុងហ្នឹងក៏មានការប្រើប្រាស់ឧបករណ៍បងណាការប្រើប្រាស់បាទឧបករណ៍ច្នៃប្រឌិតដែលហៅថា scalper បាទ scalper បាទដែលនៅក្នុងហ្នឹងគឺលើកយកពីបច្ចេកទេស7យ៉ាងបច្ចេកទេស7យ៉ាងដើម្បីកែច្នៃ product របស់យើងនេះគឺការជំនួសការបញ្ចូលគ្នាការសម្របតាមបាទការកែប្រែការប្រើក្នុងគោលដៅផ្សេងការលុបបំបាត់និងការផ្លាស់ប្ដូរលំដាប់
មិនត្រឹមតែប៉ុណ្្នឹងទេគឺមានការគិតបែប design ជាដំណើរការដែលផ្ដោតលើមនុស្សបាទនៅក្នុងនោះគឺដំណើរការរបស់វាគឺមាន5ជំហានដែលលើកឡើងពីយល់ចិត្តអតិថិជនកំណត់បញ្ហាឲ្យចំគោលដៅបង្កើតគំនិតឲ្យបានច្រើនធ្វើគំរូសាកល្បងនឹងកែសម្រួលចឹងនៅក្នុងហ្នឹងក៏មានលើកឡើងពី UVP យើងហៅថាសំណើតម្លៃពិសេសបាទត្រូវឆ្លើយទៅនឹងសំណួរថាហេតុអីបានជា ហេតុអ្វីបានជាអតិថិជនហ្នឹងបាទគាត់ត្រូវជ្រើសរើសយកផលិតផលយើងមិនទៅជ្រើសរើសយកផលិតផលគូប្រជែងរបស់យើងអញ្ចឹង UVP នេះត្រូវតែច្បាស់លាស់ងាយយល់ហើយនឹងផ្ដល់អត្ថប្រយោជន៍ពិតប្រាកដដែលឡែកនៅមេរៀនទី4បាទមេរៀនទី4តាមពិតទៅមេរៀននេះយើងរៀនអត់ទាន់ចប់ទេលោកគ្រូលើកឡើងពីគោលបំណងនៃការស្រាវជ្រាវដែលបងអាចទៅមើលវីដេអូនៅលើ e-learning បាទអ្នកដែលបងមកសិក្សាផ្ទាល់នៅក្នុងថ្នាក់យើងប្រកាសជាបានឮហើយគោលបំណងនៃការស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់អីត្រូវការអីហើយគួរចាប់អារម្មណ៍កន្លែងការប្រើប្រាស់ទិន្នន័យចម្បងនិងទិន្នន័យបន្តបន្សំយើងនិយាយពី primary data និង secondary data សរុបមកវិញថាគោលបំណងនៃការស្រាវជ្រាវរបស់យើងគឺផ្ទៀងផ្ទាត់សមិទ្ធកម្មបាទដែលយើងសហគមន៍ក៏ត្រូវដឹងថាតើទីផ្សារហ្នឹងពិតជាមានតម្រូវការឬក៏គ្រាន់តែជាការសម័យបាទហើយនៅក្នុងនឹងដែរក៏យើងទៅឆ្វេងយល់ពីអរិយាប័ត្រអ្នកប្រើប្រាស់ដោយសារយុវជនយើងចំណាយពេលលើ social media ច្រើនបាទមាន Facebook TikTok Telegram ដែលជាបណ្ដាញសង្គមឬក៏បណ្ដាញលក់ដ៏មានឥទ្ធិពលនាពេលបច្ចុប្បន្ននេះបងណាបាទហើយក្រៅពីនឹងយើងមើលឃើញថាការប៉ាន់ប្រមាណទំហំទីផ្សារបាទការប៉ាន់ប្រមាណទំហំទីផ្សារនេះគេមាន TAM មាន SAM បាទហើយនិង SOM បាទដែលយើងហៅថា TAM ហ្នឹងគឺមនុស្សទាំងអស់ដែលញ៉ាំបាយនៅភ្នំពេញខ្ញុំឧទាហរណ៍ Total Addressable Market ឧទាហរណ៍ដល់យើងនិយាយពី SAM បាទគឺនិយាយពីមនុស្សដែលគាត់ប្រើប្រាស់ smartphone ហ្នឹងគឺកំងអាហារនៅភ្នំពេញបាទហើយដល់ពេល SOM គឺយើងនិយាយពីចំនួនអតិថិជនដែល start up របស់យើងនឹងអាចតាក់ទាញបានក្នុងឆ្នាំទី1ទៅអញ្ចឹងលោកគ្រូនឹងលើកឡើងរឿងទាំងនេះនៅក្នុងថ្នាក់ online របស់យើងជាបន្តទៀតណាបងគ្រាន់តែជាការ review ឲ្យបងអាចមើលបន្ថែមនៅក្នុងសៀវភៅដែលមានបោះពុំហើយយើងនឹងទៅលំអិតបន្ថែមទៀតអរគុណច្រើនបាទ